បងប្អូននេះគឺជាប្រាសាទមួយបាទប្រាសាទមានឈ្មោះថាប្រាសាទចំបក់តុបបងប្អូនហើយប្រាសាទនេះយើងធ្វើដំណើរពីផ្លូវ highway មកយើងចុះមកកាន់ភ្នំបូកបាទហើយប្រាសាទនេះនៅនឹងជើងភ្នំបូកផ្ទាល់តែម្ដងបាទនៅភ្នំបូកនៅខាងលើនោះបាទហើយនេះផ្លូវទៅចំហៀងខាងភ្នំបូកខាងនោះដែរយើងអាចទៅប្រដាក់ក៏បានឬក៏ទៅផ្លូវ highway វិញក៏បានបាទហើយប្រាសាទនេះអត់មានពុកម៉ែបងប្អូនណាទៅស្គាល់ប្រមាណទេបាទដោយសារតែវាមានរូបរាងទូចបាទហើយវាចម្លែកទៀតបាទហើយប្រាសាទនេះដែរវានៅនឹងជើងភ្នំបូកបងប្អូននៅផ្នែកខាងកើតភ្នំបូកបាទនៅពីខាងកើតចំភ្នំបូកតែម្ដងបាទហើយមានវាចម្លែកបងប្អូនប្រាសាទនេះចម្លែកមែនតើបងប្អូនចម្លែកខុសគេខុសឯងបងប្អូនហើយខ្ញុំជឿជាក់ថាបងប្អូនបើបានជាដឹងតែចម្លែកមែនតើតែម្ដងបាទហើយចាំមើលខ្ញុំមកចូលទៅដល់ខាងក្នុងឲ្យពុកម៉ែបងប្អូនមើលបាទហើយបាទចាំមើលទៅទាំងអស់គ្នាបាទប្រាសាទនេះមិនសូវជាមានការមកទស្សនាច្រើនទេទោះថាអត់សូវមានផ្លូវឃើញមានផ្លូវមានអីសឹកល្អអត់ឃើញមានកន្លែងរៀបចំអីត្រឹមត្រូវបាទហើយនេះគឺជាឈ្មោះបាទឈ្មោះបាទប្រាសាទត្រពាំងចំបក់បាទឬក៏ហៅថាប្រាសាទតុបបាទនៅច្រកខាងកើតបាទកសាងនៅសតវត្សទី10បាទពុកម៉ែបងប្អូននេះបាទប្រាសាទហ្នឹងដែលខ្ញុំហៅថាចម្លែកហ្នឹងគឺចម្លែកមែនតើបាទចម្លែកអស្ចារ្យខុសប្លែកពីប្រាសាទដទៃបងប្អូនបានមកទស្សនាបាននឹងចម្លែកមែនតើបាទនៅពីលើកំពូលប្រាសាទមានដើមតាយឹងមួយដើមបាទបងប្អូនមានដើមតាយឹងមួយដើមដុះនៅចំពីលើកំពូលប្រាសាទតែម្ដងបាទនៅចំពីមុខខ្លោងទ្វារប្រាសាទតែម្ដងបងប្អូនបានឃើញអញ្ចឹងបាទនេះដើមតាយឹងនេះប្រហែលជាតាយឹងក្លឹមខ្មៅបងប្អូនដុះចំទៅលើត្រង់ទៅលើកំពូលនឹងតែម្ដងបាទហើយប្រាសាទនេះមានរូបរាងដូចជាដបោកអញ្ចឹងបងប្អូនឃើញជុំវិញដីបាទគឺស្ថិតតែជាដីបងប្អូនជាប្រភេទដីដបោកបងប្អូនប៉ុន្តែនៅខាងក្នុងគឺជាថ្មបងប្អូនថ្មដែលរៀបថ្មដែលអ្នកកសាងគាត់រៀបបាទហើយជញ្ជាំងខាងជាជញ្ជាំងខាងជាខ្លោងទ្វារខាងនេះដូចជាឥដ្ឋបងប្អូនដូចជាឥដ្ឋសម័យបុរាណឥដ្ឋថ្មសម័យបុរាណបាទហើយមានខ្លោងទ្វារហើយខ្លោងទ្វារមានក្បាច់បងប្អូននេះគឺជាក្បាច់នៅពីលើខ្លោងទ្វារហើយក្បាច់នេះទៀតសោតអាចនឹងមានអក្សរបងប្អូនអាចមានអក្សរបុរាណចម្លាក់បុរាណបងប្អូននេះដែលប៉ុន្តែខ្ញុំអត់ស្គាល់ទេបងប្អូនពុកម៉ែបងប្អូនដឹងស្គាល់ជួយ comment ប្រាប់ផងបាទប្រាសាទនេះផ្ទាំងនេះមានទំហំពីជ្រុងនេះមកជ្រុងនេះប្រហែលជា2 ម៉ែត្របងប្អូន2 ម៉ែត្របាទហើយមានបដោយនេះប្រហែលជា7 តឹកបងប្អូនហើយតាមដែលយើងមើលទៅដូចជាក្បាច់នេះស្អាតណាបងប្អូនក្បាច់នេះអត់ទាន់ដាក់បែកទេតាមដែលខ្ញុំមើលទៅបាទដូចជាមានរូបរាងអក្សរឬក៏មានរូបរាងចម្លាក់ផ្កាបាទហើយនេះដូចជាប្រម៉ោយដំរីបងប្អូននេះដូចជាប្រម៉ោយដំរីណាប្រម៉ោយដំរីដែលលៀនចេញមកបាទហើយដូចយើងមើលទៅឃើញនេះបាទហើយអានោះដូចជាអក្សរបងប្អូនដូចឃើញដូចជាអក្សរឬក៏ក្បាច់ផ្កាឈូកបុរាណមិនខ្ញុំអត់ដឹងទេបងប្អូនហើយនៅខាងក្នុងបាទហើយនៅខាងក្នុងមានរុនបាទនេះមានរុនមានរូងបាទហើយខ្លោងទ្វារនេះនេះប្រភេទខ្លោងទ្វារនៅស្អាតបងប្អូននៅស្អាតហើយនេះគឺជាប្រភេទដីឥដ្ឋបុរាណបាទហើយដីឥដ្ឋបុរាណនេះក៏មានក្បាច់ដែរប៉ុន្តែវាសឹកដាច់អស់ហើយបាទដូចនៅខាងនោះជាដើមវាសឹកដាច់អស់ហើយនៅមានតសខ្លោងទ្វារ2ដើមបាទសខ្លោងទ្វារ2ដើមនៅល្អហើយអាខាងលើនោះប្រហែលជាគេដាក់អាប៉ាយដែលខ្ញុំថាមិញបាទនៅខាងលើនោះដាក់ប៉ាយខ្ញុំថាមិញប៉ុន្តែវាជ្រុះមកដោយសាររឹសតយ៉ាងឯវាចាក់មកហើយនៅខាងក្នុងនេះបងប្អូនមើលថ្មបាទនេះគឺជាថ្មបាទហើយបើតាមដែលខ្ញុំមើលទៅដូចជាមានដានកាយបងប្អូនដានកាយបងប្អូននៅខាងក្នុងនេះដូចជាប្រភេទថ្មរៀបបាទថ្មរៀបទេបាទអត់មានរូងភ្នំបុរាណទេបាទជាប្រភេទថ្មរៀបទេបាទហើយខាងក្នុងនេះអាចជាកន្លែងដាក់នៅអីមួយដែលប៉ុន្តែខ្ញុំអត់ច្បាស់ថាគេដាក់អីទេបងប្អូនខ្ញុំអត់ច្បាស់ដែរទេដែលមិនដឹងថាគេដាក់អីទេហើយឬក៏គេតម្កល់សាកសពឬក៏គេតម្កល់វត្ថុមានតម្លៃខ្ញុំអត់ដឹងទេបាទបងប្អូនហើយរូងនៅខាងក្រោមនេះមិនដឹងថាពីមុនជំរឿណាខ្ញុំអត់ដឹងដែរតែសំខាន់នៅក្នុងហ្នឹងប្រភេទថ្មរៀបទេណាបងប្អូននោះឃើញ
hình một phết mò nó cái riệp tê bà hay nhưng mà hiên châu tới hàng nông tê được xa mình này anh nhớ nhầm khai cho hiên tê bằng con hay đấy tê tệ bạc 400 và mỗi ngày môn tê tam này mơ tê bà mình đang thả bạc rồi có cài thì bằng con này đàn bạc máu hay lục đây nhưng màu bị muốn vì chơi được nông ta lấy miền sập hiệp bạc đây châu bà hay nó chưa một phết mò đấy chưa một phết mò riệp bằng con mò riệp bà vậy tới tầm hôm bờ san ấy đôi chia tầm bột muối chẳng bạn hai chia đập mạch 4 trong một bọn mới nhầm hai tay hàng cài một con mới bạn nó cứ chia clown phía bạn này cứ chụp tay hàng cài bạn một con bạn này cứ chụp tay hàng cài bạn một con mới mà flash cho lom thật tầm bột bà cho lom thật tầm bột bà tung cho đập mạch 4 trong một bọn cho mới nhầm đai xoay mà chôm mới một con mới và tôngจะ10 ម៉ែត្រ 4 ជ្រុងកម្ពស់ប្រហែលជា7 ម៉ែត្របាទកម្ពស់វាកម្ពស់ប្រាសាទនេះប្រហែលជា7 ម៉ែត្របងប្អូននៅនឹងជើងភ្នំបូកតែម្ដងបាទហើយបើយើងអត់ដឹងយើងអត់ដឹងតែប្រាសាទទេបងប្អូនយើងស្មានតែដបោកបាទប៉ុន្តែប្រភេទដីនេះជាប្រភេទថ្មបងប្អូនគេថ្មនេះគឺថ្មគេយកមករៀបបាទថ្មគេយកមករៀបបងប្អូននេះសើតែថ្មកតិចទីថ្មដែលគេយកមករៀបលុបបានន័យថាប្រាសាទនេះការពីដើមទីឡើយបាទការពីដើមទីឡើយប្រហែលជាលុបចិត្តបាទលុបចិត្តពីកពូលមកដល់ហ្នឹងប្រហែលជាលុបចិត្តនេះដានកាយបងប្អូននេះជាប្រភេទដីកាយnhưngមិនដឹងថាគេកាយធ្វើកំណាយឬក៏គេកាយដើម្បីរករកវត្ថុមានតម្លៃអីទេខ្ញុំអត់ដឹងទេបងប្អូនប៉ុន្តែសំខាន់ដីនេះគឺជាប្រភេទដីកាយបាទដីកាយហើយកាយមកប្រហែលជាគេកាយមកឃើញខ្លោងទ្វារនោះតាមពិតទៅខ្លោងទ្វារនោះបើតាមខ្ញុំស្មានមើលបងប្អូនក៏ប្រហែលជាគេលុបចិត្តទាំងអស់បាទលុបចិត្តទាំងអស់បានន័យថាប្រភេទគេលុបចិត្តឈឹងមកបាទលុះត្រាណាតែមានការកាយទៅឃើញខ្លោងទ្វារនោះបងប្អូនដូចគឺម៉ែបងប្អូនបានឃើញនេះជាប្រភេទដីកាយច្រើនបាទហើយនេះកលុកកាយបាទកលុកកាយបងប្អូនឃើញដីនោះអាចជើងដំបូងនោះវាហៀដល់ណែវាហៀមកដល់ណែបានន័យថាគេកាយបានន័យថាគេលុបចិត្តឈឹងតែម្ដងបាទលុបប្រភេទសំបីតែខ្លោងទ្វារនោះក៏លុបចិត្តឈឹងដែរបាទលុះត្រាណាគេកាយធ្វើកំណាយមកខ្ញុំមិនដឹងថាគេកាយធ្វើអីឲ្យប្រកាសទេប៉ុន្តែលុះត្រាគេកាយមកទៅឃើញនៅខ្លោងទ្វារហ្នឹងបាទហើយខ្ញុំមិនដឹងថាគេកាយពីសម័យណាមកទេខ្ញុំអត់ដឹងដែរបងប្អូនហើយប្រាសាទនេះមានទីតាំងនៅជើងភ្នំបូកក្នុងស្រុកបន្ទាយស្រីខេត្តសៀមរាបបងប្អូនភ្នំបូកស្រុកបន្ទាយស្រីខេត្តសៀមរាបបងប្អូនចង់ដឹងបងប្អូនអាចមកមើលមកទស្សនាបានបាទហើយខ្ញុំចម្លែកមែនតើបាទនៅពេលដែលមកឃើញប្រាសាទហ្នឹងបាទបងប្អូនហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបងប្អូនមិនមានអីច្រើនទេបាទគ្រាន់តែចង់បញ្ជាក់ប្រាប់បងប្អូនតិចថាប្រាសាទនេះជាប្រភេទប្រាសាទមួយដែលមានលក្ខណៈបង្កប់នៅអានកំបាំងអ្វីមួយយ៉ាងដែលខ្ញុំខំស្វែងរកនៅប្រវត្តិតែមិនដឹងថាប្រវត្តិនៃប្រាសាទនេះយ៉ាងម៉េចទេខ្ញុំអត់ដឹងដែរបងប្អូនចឹងបងប្អូនណាដឹងពីប្រវត្តិប្រាសាទត្រពាំងចំបក់បាទត្រពាំងចំបក់តុបបាទបងប្អូនជួយ comment ប្រាប់និងផ្ដល់នៅឯកសារដើម្បីជាការស្រាវជ្រាវផងបាទនេះជាប្រាសាទនេះបាទប្រាសាទត្រពាំងចំបក់តុបបាទខាងកើតបាទបងប្អូនឃើញហើយបាទហើយខ្ញុំមិនដឹងថានៅខាងលិចមានប្រាសាទនឹងដែរឬក៏អត់ទេបាទប៉ុន្តែសំខាន់ខ្ញុំជិះមកតាមផ្លូវឃើញប្រាសាទនឹងយូរហើយប៉ុន្តែខ្ញុំអត់ដែរបានចូលថតទេបាទហើយទៅថ្ងៃហ្នឹងខ្ញុំចង់ចូលថតវាតែម្ដងបាទព្រោះតែឃើញពីលក្ខណៈអស្ចារ្យនៃប្រាសាទហ្នឹងហាក់ដូចជាគេបង្កប់នឹងអាចកំបាំងអ្វីមួយយ៉ាងណាបងប្អូននៅនឹងជើងភ្នំបូកផ្ទាល់តែម្ដងបងប្អូនជិះមកបាទហើយជិះមកឆ្វែលភ្នំបូកបងប្អូននឹងឃើញប្រាសាទហ្នឹងហើយនៅនឹងព្រៃនឹងបាទនេះនៅនឹងផ្លូវជាតិនេះបាទនៅនឹងផ្លូវហើយវីដេអូហ្នឹងមានប៉ុណ្្នឹងឯងបាទខ្ញុំមិនសូវចេះនិយាយច្រើននេះទេបាទសង្ឃឹមថាបងប្អូនមកទស្សនាពីកន្លែងប្រាសាទនេះបាទហើយបងប្អូនដែលដឹងប្រវត្តិជួយcomment ប្រាប់ជួយផ្ដល់ឯកសារយោងដើម្បីខ្ញុំស្រាវជ្រាវធ្វើវីដេអូមួយទៀតអំពីប្រវត្តិនៃប្រាសាទចំបក់តុបហ្នឹងបាទជាចុងក្រោយបាទសូមអរគុណច្រើនបាទ